ភិបាលខេត្តបៃលិនផ្ដាំផ្ញើដល់បងប្អូនពលករវិលត្រឡប់មកពីប្រទេសថៃកុំព្រួយបារម្ភរឿងអត់ការងារធ្វើលោកជំទាវបានស្រីមុំអភិបាលខេត្តបៃលិនចុះជួបសំណេះសំណាលជាមួយពលករខ្មែរត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិត្រឡប់ទៅស្រុកកំណើតវិញតាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្តដោយឥតគិតថ្លៃនេះបើយោងតាមរដ្ឋបាលខេត្តបៃលិននាថ្ងៃ25ខែមិថុនានេះលោកជំទាវបានស្រីមុំបានបង្ហាញពីការណែនាំដ៏ច្បាស់លាស់និងជំហានរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រួលការវិលត្រឡប់ដល់ពលករខ្មែរដោយផ្ដល់ជំនួយទាំងស្រុងក្នុងការឆ្លងកាត់ព្រំដែនការស្នាក់នៅបណ្ដោះអាសន្នការហូបចុកការថែទាំសុខភាពបឋមនិងដឹកជញ្ជូនបងប្អូនពីព្រំដែនត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃជាពិសេសជួយស្វែងរកការងារក្នុងស្រុកជូនពលករខ្មែរទាំងអស់ជាក់ស្ដែងនៅច្រកព្រំដែនអន្តរជាតិខេត្តបៃលិនគឺមានពលករខ្មែរបានធ្វើដំណើរឆ្លងព្រំដែនត្រឡប់មកកម្ពុជាវិញជាបណ្ដាដោយរដ្ឋបាលខេត្តបានសហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករនៅក្បែរព្រំដែនគួរបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាខ្វះកម្លាំងពលកម្មជាមធ្យមជាង 70000 នាក់ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ក៏បានត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់បងប្អូនពលករខ្មែរវិលមកពីប្រទេសថៃដោយសម្រួលជីវភាពប្រចាំថ្ងៃតាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួនផងដែរជាមួយគ្នានេះសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានជួយសម្រួលបន្ទប់ហិរញ្ញវត្ថុដល់ពលករខ្មែរដែលជួបជំពាក់បំណុលជាមួយធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន